ចាសសូមអនុញ្ញាតលំអរកាយគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះនាងខ្ញុំសូមលើកយករូបមន្តសម្ងាត់ពិសេសធ្វើឲ្យមានអាយុយឺនយូររូបមន្តសម្ងាត់នៃអាយុយឺនយូរនេះគឺជាអាចកំបាំងដែលធ្វើឲ្យប្រជាជនជប៉ុនភាគច្រើនអាចរស់នៅបានរហូតដល់អាយុជាង100ឆ្នាំដើម្បីធ្វើភេសជ្ជៈនេះសូមអនុវត្តតាមជំហានដូចខាងក្រោមគ្រឿងផ្សំផ្លែប៉ោមបៃតង1ផ្លែហាន់ជាដុំតូចត្រសក់កន្លះផ្លែទាំងសំបកហាន់ជាចំណិតក្រូចឆ្មាកន្លះផ្លែយកតែទឹកស្អាតបរិមាណសមល្មមវិធីធ្វើ1ដាក់ចំណិតផ្លែប៉ោមបៃតងនិងត្រសក់ចូលក្នុងម៉ាស៊ីនក្រឡុក2ច្របាច់ទឹកក្រូចឆ្មាកន្លះផ្លែចូលនិងបន្ថែមទឹកស្អាត3ក្រឡុកល្បាយនេះឲ្យសព្វរយៈពេល1នាទីអត្ថប្រយោជន៍ទឹកបន្លែផ្លែឈើពណ៌បៃតងនេះមានសមត្ថភាពកម្ចាត់ជាតិពុលនិងភាពមិនបរិសុទ្ធចេញពីប្រព័ន្ធរំលាយអាហារសម្អាតពោះវៀនធំនិងជួយរំលាយជាតិខ្លាញ់បន្សាបជាតិពុលក្នុងថ្លើមតម្រងនោមចំពោះការទទួលទានភេសជ្ជៈបៃតងនេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់និងសុវត្ថិភាពសម្រាប់សុខភាពអ្នកអាចអនុវត្តតាមការណែនាំខាងក្រោមការវិភាគនៃការទទួលទានសម្រាប់ការបន្សាបជាតិពុល Detox អ្នកគួរទទួលទាន1 កែវក្នុងមួយថ្ងៃនៅពេលព្រឹកព្រលឹមឧទេមុនពេលញ៉ាំអាហារពេលព្រឹកប្រហែល30នាទីរយៈពេលនៃការអនុវត្តគួរញ៉ាំជាប់គ្នាពី7ទៅ10ថ្ងៃដើម្បីឲ្យរាងកាយមានពេលសម្អាតជាតិពុលបន្ទាប់មកអ្នកគួរផ្អាករយៈពេល1ទៅ2សប្តាហ៍ទើបចាប់ផ្ដើមវត្តថ្មីឡើងវិញសម្រាប់ការថែរក្សាសុខភាពទូទៅប្រសិនបើអ្នកមិនចង់ញ៉ាំរាល់ថ្ងៃទេអ្នកអាចញ៉ាំ2ទៅ3ដងក្នុងមួយសប្តាហ៍ក៏បានចំណុចគួរប្រុងប្រយ័ត្ន Important កុំទទួលទានច្រើនហួសប្រមាណទោះបីជាវាល្អចំពោះសុខភាពប៉ុន្តែការញ៉ាំច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះដោយសារជាតិអាស៊ីតពីក្រូចឆ្មាឬធ្វើឲ្យសម្ពាធឈាមចុះទាបពេកដោយសារត្រសក់មានជាតិទឹកច្រើននិងបញ្ចុះកម្ដៅអ្នកដែលមានបញ្ហាក្រពះប្រសិនបើអ្នកមានជំងឺក្រពះកុំញ៉ាំនៅពេលពោះទេខ្លាំងពេកអ្នកគួរញ៉ាំអាហារអ្វីបន្តិចបន្តួចសិនចាំញ៉ាំភេសជ្ជៈនេះតាមក្រោយការជ្រើសរើសគ្រឿងផ្សំត្រូវលាងសម្អាតផ្លែប៉ោមនិងត្រសក់ឲ្យបានស្អាតល្អបំផុតដើម្បីជៀសវាងជាតិគីមីពីថ្នាំសម្លាប់សត្វល្អិតសូមអ្នកទស្សនាទាំងអស់គ្នាមេត្តាជួយចុច Like Share និងជួយ Follow Page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងចែករំលែកដល់មនុស្សជាទីស្រឡាញ់ផ្សេងទៀតបានដឹងផងដែរសូមអរគុណ